សូមជូនរឿងបងប្អូនបង្កើតដណ្ដើមទ្រព្យសម្បត្តិរបស់ឪពុកម្ដាយនៅក្នុងភូមិតូចមួយដែលស្ថិតនៅទីក្រុងមានគ្រួសារវណ្ណៈកណ្ដាលមួយដែលមានជីវភាពធូរធារបង្គួរលោកតាសុផលនិងលោកយាយសុខាបានរស់នៅជាមួយគ្នាអស់រយៈពេលជិត50ឆ្នាំហើយពួកគាត់បានកូន3នាក់គឺបងប្រុសឈ្មោះតារាបងស្រីឈ្មោះចន្ទទីនិងប្អូនប្រុសពៅឈ្មោះរតនៈលោកតាសុផលគឺជាអតីតពាណិជ្ជករដ៏ជោគជ័យម្នាក់ដែលបានខិតខំប្រឹងប្រែងធ្វើការងារតាំងពីក្មេងរហូតមានដីធ្លីជាច្រើនកន្លែងនៅតាមបណ្ដាខេត្តនានានិងមានផ្ទះធំមួយនៅក្នុងទីក្រុងចំណែកលោកយាយសុខាគឺជាគ្រូបង្រៀនចូលនិវត្តន៍ដែលតែងតែអប់រំកូនឲ្យចេះស្រឡាញ់និងជួយគ្នាទៅវិញទៅមកបងប្រុសតារាជាអ្នកស្រីឃ្លានលាភសក្ការៈនិងប្រកបរបរជំនួញដូចឪពុកប៉ុន្តែគាត់មានចិត្តលោភលន់និងមិនសូវយកចិត្តទុកដាក់ចំពោះគ្រួសារប៉ុន្មានឡើយបងស្រីចន្ទទីគឺជាគ្រូពេទ្យម្នាក់ដែលមានចិត្តល្អនិងតែងតែជួយអ្នកដទៃប៉ុន្តែនាងរវល់ខ្លាំងពេកនឹងការងាររហូតមិនសូវបានមកពីឪពុកម្ដាយនៅផ្ទះប៉ុន្មានដែរចំណែកប្អូនប្រុសពៅរតនៈជាអ្នកសិល្បៈដែលចូលចិត្តគូររូបនិងរស់នៅដោយសាមញ្ញគាត់ជាអ្នកតែងតែនៅជាមួយឪពុកម្ដាយនិងមើលថែពួកគាត់នៅពេលឈឺនៅពេលដែលលោកតាសុផលធ្លាក់ខ្លួនឈឺធ្ងន់និងបានដេកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលប៉ុន្មានខែឯតារាក៏បានចាប់ផ្ដើមគិតរឿងដីធ្លីនិងទ្រព្យសម្បត្តិរបស់ឪពុកម្ដាយគាត់តែងតែសួរឪពុកជាញឹកញាប់ថាតើគាត់បានសរសេរបណ្ដាំទុកអំពីការបែងចែកទ្រព្យសម្បត្តិឲ្យកូនហើយឬនៅគ្រានោះគាត់ក៏បាននិយាយថាពុកគួរតែសរសេរបណ្ដាំទុកឲ្យហើយព្រោះពុកឈឺធ្ងន់យើងមិនដឹងថានឹងកើតអ្វីឡើងនៅថ្ងៃក្រោយទេឮដូច្នេះលោកតាសុផលក៏បានដកដង្ហើមធំមួយហើយគាត់និយាយថាឪពុកចាំគិតពីរឿងនេះនៅពេលក្រោយឥឡូវនេះឪពុកចង់ឲ្យកូនរស់នៅជាមួយគ្នាដែលសុខសាន្តឯចន្ទទីពេលដែលបានលើសម្ដីរបស់បងប្រុសក៏មានការខឹងតិចដែរឯចន្ទទីនាងក៏បាននិយាយទៅបងប្រុសតារាថាពុកកំពុងតែឈឺហើយបងបែរគិតជារឿងទ្រព្យសម្បត្តិតើបងមិនអាម៉ាស់ទេឬភ្លាមនោះតារាក៏បានឆ្លើយថានេះប្អូនមិនបាច់មកថាបងអីទេបងគ្រាន់តែទុកមុនពេលមានបញ្ហាកើតឡើងនៅពេលក្រោយតែប៉ុណ្ណោះឯរតនៈគឺជាអ្នកលះបង់ពេលវេលាច្រើនជាងគេនៅក្នុងការថែទាំឪពុកម្ដាយគាត់នៅមន្ទីរពេទ្យរាល់ថ្ងៃញ៉ាំបាយជាមួយឪពុកម្ដាយនិងតែងតែលួងលោមពួកគាត់ឲ្យសប្បាយចិត្តគាត់មិនដែលនិយាយរឿងកេរដំណែលនោះទេប៉ុន្តែគាត់ផ្ដោតចិត្តទៅលើសុខភាពរបស់ឪពុកម្ដាយជាចម្បងមួយរយៈក្រោយមកលោកតាសុផលក៏បានចេញពីមន្ទីរពេទ្យហើយត្រឡប់មកផ្ទះវិញគាត់បានឃើញថាសុខភាពរបស់គាត់ធូរស្បើយឡើងវិញប៉ុន្តែឥរិយាបថរបស់តារាកាន់តែយកចិត្តទុកដាក់ទៅលើរឿងទ្រព្យសម្បត្តិពេលខ្លះគាត់ក៏បាននាំមិត្តភ័ក្តិដែលជាមេធាវីមកលេងផ្ទះដើម្បីនិយាយរឿងច្បាប់និងរឿងកេរដំណែលជាមួយឪពុកម្ដាយខ្លួនចំណែកឯលោកមេធាវីគាត់ក៏បាននិយាយថាខ្ញុំគិតថាលោកតាគួរតែទៅកាន់ការិយាល័យរបស់ខ្ញុំដើម្បីសរសេរឯកសារឲ្យបានច្បាស់លាស់ឯលោកតាសុផលនិងលោកយាយសុខាក៏ចាប់ផ្ដើមមានការព្រួយបារម្ភពួកគាត់យល់ថាក្នុងចំណោមកូនទាំង3នាក់មានតែរតនៈប៉ុណ្ណោះដែលមើលថែពួកគាត់ដោយស្មោះស្ម័គ្រចន្ទទីទោះបីជាមានចិត្តល្អប៉ុន្តែនាងរវល់ខ្លាំងពេកហើយតារា
ហាក់ដូចជាគិតតែពីរឿងទ្រព្យសម្បត្តិតែប៉ុណ្ណោះក្នុងថ្ងៃមួយលោកយាយសុខាបានហៅកូនទាំង3នាក់មកជួបជុំគ្នាហើយគាត់និយាយថាកូនទាំងអស់គ្នាឪពុកម្ដាយចង់និយាយរឿងមួយឪពុករបស់ឯងបានសរសេរបណ្ដាំរួចហើយឪពុករបស់ពួកឯងក៏បានសម្រេចចិត្តថាគាត់នឹងបែងចែកទ្រព្យសម្បត្តិរបស់គាត់ឲ្យទៅកូនទាំង3នាក់ស្មើគ្នាចំណែកឯតារាក៏មានការញញឹមបន្តិចប៉ុន្តែលោកយាយសុខាគាត់បានបន្ថែមថាប៉ុន្តែឪពុករបស់ឯងគាត់មានលក្ខខណ្ឌមួយគឺកូនទាំងអស់គ្នាត្រូវតែបង្ហាញថាកូនស្រឡាញ់គ្នានិងមិនដណ្ដើមគ្នាហើយត្រូវមើលថែឪពុកម្ដាយឲ្យបានល្អរហូតដល់ថ្ងៃចុងក្រោយរបស់គាត់បើកូនណាម្នាក់ដែលមិនជួយមើលថែយើងឬក៏ធ្វើឲ្យបងប្អូនឯងឆ្លោះគ្នាកូននោះនឹងមិនទទួលបានអ្វីទាំងអស់ភ្លាមនោះតារាក៏មានការភ្ញាក់ផ្អើលជាខ្លាំងហើយគាត់ក៏បានសួរថាតើត្រូវធ្វើដូចម្ដេចខ្ញុំធ្វើការច្រើនរកលុយច្រើនជួយគ្រួសារយើងក៏ច្រើនឯលោកតាសុផលគាត់ក៏បានឆ្លើយថានេតារាកូនត្រូវតែដឹងថាទ្រព្យសម្បត្តិមិនមែនជារឿងសំខាន់ជាងគ្រួសារនោះទេឪពុកបានខំប្រឹងរកទ្រព្យសម្បត្តិទាំងនេះមិនមែនដើម្បីឲ្យកូនឲ្យឆ្លោះគ្នានោះទេប៉ុន្តែដើម្បីឲ្យកូនរស់នៅដោយសុខសាន្តនិងស្រឡាញ់គ្នាទៅវិញទៅមកឪពុកសង្ឃឹមថាកូនទាំងអស់គ្នានឹងយល់ពីបំណងរបស់ពុកឯតារាក៏មានការខឹងយ៉ាងខ្លាំងហើយគាត់ក៏បានដើរចេញពីបន្ទប់ទាំងទឹកមុខក្រញើឯចន្ទីមើលទៅមានការស្ងប់ស្ងៀមហើយនាងក៏និយាយថាពុកម៉ែកូនយល់ពីបំណងរបស់ពុកម៉ែកូននឹងព្យាយាមជួយមើលថែពុកម៉ែឲ្យបានច្រើនជាងមុនកូនសុំទោសដែលកូនរវល់ច្រើនពេកឯរតនៈដែលប្រកាន់ខ្ជាប់នៅជីវិតសាមញ្ញតាំងពីដើមមកគាត់ក៏បាននិយាយថាពុកម៉ែកូនមិនចង់បានអ្វីទាំងអស់ដើម្បីខ្លួនឯងទេអ្វីដែលកូនចង់បានគឺការរស់នៅជាមួយគ្នាក្នុងភាពសុខសាន្តកូនគិតថាបងតារាអាចនឹងត្រូវការពេលវេលាដើម្បីគិតនិងយល់ពីរឿងនេះលុះប៉ុន្មានថ្ងៃក្រោយមកតារាបានមកជួបឪពុកម្ដាយរបស់គាត់ម្ដងទៀតលើកនេះគាត់មានទឹកមុខផ្សេងពីមុនហើយគាត់បាននិយាយថាពុកម៉ែឲ្យកូនសុំទោសកូនបានគិតច្រើនពីរឿងនេះហើយកូនដឹងថាកូនមានកំហុសកូនបានគិតតែពីខ្លួនឯងហើយមិនបានគិតពីអ្វីដែលឪពុកម្ដាយនិងបងប្អូនត្រូវការចាប់ពីថ្ងៃនេះទៅកូននឹងព្យាយាមក្លាយជាកូនល្អនិងជាបងប្រុសដ៏ល្អឯលោកតាសុផលនិងលោកយាយសុខាក៏មានការសប្បាយចិត្តជាខ្លាំងហើយក៏បានអោបតារាយ៉ាងជាប់លោកតាសុផលគាត់ក៏បាននិយាយថាយើងដឹងថាកូននឹងយល់នៅក្នុងថ្ងៃណាមួយនេះគឺជាអ្វីដែលសំខាន់សម្រាប់យើងចាប់ពីពេលនោះមកគ្រួសារនេះបានចាប់ផ្ដើមរស់នៅជាមួយគ្នាក្នុងភាពសុខដុមតារាបានឈប់គិតពីរឿងទ្រព្យសម្បត្តិនិងចាប់ផ្ដើមជួយមើលថែឪពុកម្ដាយហើយចន្ទីក៏បានកាត់បន្ថយការងារខ្លះដើម្បីមានពេលវេលាជាមួយគ្រួសាររីឯរតនៈនៅតែជាប្អូនប្រុសពៅដ៏ល្អដដែល3ឆ្នាំក្រោយមកលោកតាសុផលនិងលោកយាយសុខាបានហៅកូនទាំង3នាក់មកជួបជុំគ្នាម្ដងទៀតគ្រានោះគាត់បាននិយាយថាកូនទាំងអស់គ្នាឪពុកម្ដាយពិតជាមានសេចក្តីសុខយ៉ាងខ្លាំងដែលបានឃើញកូនទាំងអស់គ្នារស់នៅជាមួយគ្នាក្នុងសុភមង្គលយើងបានសម្រេចចិត្តថាយើងនឹងបែងចែកទ្រព្យសម្បត្តិឲ្យកូនតាមការសន្យាប៉ុន្តែយើងក៏ចង់ឲ្យកូនដឹងថាទ្រព្យធំបំផុត
ដែលយើងអាចឲ្យទៅកូនបានគឺការស្រឡាញ់គ្នានិងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកនោះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានហើយតារាបានឈានជើងចូលទៅអោបឪពុកម្ដាយរួចនិយាយថាពុកម៉ែកូនបានរៀនមេរៀនដ៏មានតម្លៃមួយលុយកាក់និងទ្រព្យសម្បត្តិមិនអាចទិញសេចក្តីសុខបានឡើយវាគឺជាការស្រឡាញ់គ្នានិងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកទេដែលធ្វើឲ្យយើងមានសេចក្តីសុខបងប្អូនទាំង3នាក់បានអោបគ្នាយ៉ាងណែនហើយសន្យាថានឹងរស់នៅជាមួយគ្នាដោយសុខសាន្តនិងស្រឡាញ់គ្នាទៅវិញទៅមកឯលោកតាសុផលនិងលោកយាយសុខាគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងព្រោះពួកគាត់បានជោគជ័យក្នុងការបង្រៀនកូនឲ្យយល់ពីតម្លៃដ៏ពិតប្រាកដនៃជីវិតមុនពេលដែលពួកគាត់ចាកចេញពីលោកនេះទៅទោះបីជាមានផ្ទះមានដីនិងមានប្រាក់កាក់ច្រើនយ៉ាងណាក៏ដោយប៉ុន្តែទ្រព្យសម្បត្តិដ៏ពិតប្រាកដគឺស្ថិតនៅក្នុងចិត្តរបស់យើងម្នាក់ៗហើយសម្បត្តិនោះជាសេចក្តីស្រឡាញ់និងការស្រឡាញ់គ្រួសារនេះជាមេរៀនដែលតារាចន្ទទីនិងរតនៈបានរៀនពីឪពុកម្ដាយរបស់ពួកគេ